ស្ងោរត្រឡាចជាមួយនឹងឆ្អឹងស៊ុបគឺជាមុខម្ហូបប្រចាំថ្ងៃមួយដ៏សាមញ្ញដែលប្រជាជនខ្មែរយើងសឹងតែទាំងអស់ស្គាល់ណាហើយរបៀបស្លសម្លនេះក៏មិនសូវជាខុសគ្នាប៉ុន្មានដែរអញ្ចឹងហើយតោះបងប្អូនចង់ដឹងពីរបៀបដែលខ្ញុំស្លសម្លនេះបែបណាខ្លះសូមបងប្អូនតាមដានទស្សនាវីដេអូមួយនេះជាមួយខ្ញុំទាំងអស់គ្នាគ្រឿងផ្សំទី1មានឆ្អឹងជ្រូកខ្ញុំប្រើចំនួនកន្លះគីឡូឆ្អឹងជ្រូកដែលខ្ញុំប្រើហ្នឹងមានឆ្អឹងស្មងស៊ុបលាយជាមួយនឹងឆ្អឹងផាបន្តិចណាឆ្អឹងជ្រូកនេះខ្ញុំកាត់វាជាដុំៗមកល្មមមកហើយសម្រាប់ការស្ងោរត្រឡាចនេះឆ្អឹងជ្រូកបងប្អូនអាចប្រើឆ្អឹងជ្រូកនៅកន្លែងណាក៏បានដែរអាចជាឆ្អឹងជំនីឆ្អឹងខ្នងឬក៏ជាឆ្អឹងនៅគុំកតុយក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនណាគ្រឿងផ្សំបន្តមកទៀតមានមឹកក្រៀមហើយនិងបង្គាក្រៀមចំនួន20ក្រាមខ្ញុំដាក់ត្រាំទឹកវាប្រហែលជា10ទៅ15នាទីទៅឲ្យវាទន់ណារួចហើយខ្ញុំលាងទឹកវាឲ្យបានស្អាតមកណាមឹកក្រៀមដែលបានត្រាំទឹកឲ្យទន់ហើយនឹងខ្ញុំហាន់វាជាកង់ខ្លីៗបន្តិចមកសម្រាប់ការស្ងោរត្រឡាចអញ្ចឹងខ្ញុំតែងតែមានប្រើឆៃពៅដើម្បីឲ្យទឹកស៊ុបដែលរងាស់ចេញមកវាមានជាតិណាឆៃពៅនឹងខ្ញុំប្រើចំនួន30ក្រាមខ្ញុំហាន់វាជាប្រទះអញ្ចឹងមកឆៃពៅនេះមុននឹងយកមកស្លបងប្អូនគួរដាក់ត្រាំទឹកវាចោលសិនទៅដើម្បីកុំឲ្យវាមានជាតិប្រៃខ្លាំងណាហើយត្រឡាចមួយផ្លែនេះទម្ងន់របស់វាកន្លះគីឡូត្រឡាចហ្នឹងបងប្អូនគួរប្រើត្រឡាចដែលបេះមកថ្មីតងវានៅស្រស់វានៅមានរោមតិចអញ្ចឹងទៅពេលដែលស្ងោរទៅវាមានជាតិផ្អែមចេញពីត្រឡាចមកណាត្រឡាចហ្នឹងខ្ញុំចិតសម្បកវាបានស្អាតមករួចហើយខ្ញុំកាត់វាជាកង់ប្រវែងរបស់វាប្រហែលជា2ថ្នាំងដៃរួចហើយខ្ញុំពុះវាមួយកង់ហ្នឹងជា4ដុំបន្ថែមទៀតមកណាបន្តមកទៀតខ្ញុំមានប្រើការ៉ុតបន្តិចផងដែរទម្ងន់របស់វា1ខាំដើម្បីឲ្យសម្លដែលស្លចេញមកវាមានពណ៌ល្អការ៉ុតហ្នឹងខ្ញុំហាន់វាជាដុំតូចប្រហែលទៅនឹងត្រឡាចទាំងដែរទៅណាហើយការស្ងោរត្រឡាចអញ្ចេះការ៉ុតហ្នឹងបងប្អូនប្រើក៏បានមិនប្រើក៏បានទៅតាមការចូលចិត្តរបស់បងប្អូនណាខ្ញីខ្ញុំប្រើម្ដុំតូចទម្ងន់របស់វាប្រហែលជា30ក្រាមខ្ញីហ្នឹងខ្ញុំដំវាតិចចឹងមកឲ្យវាចេញក្លិនឈ្ងុយល្អស្លឹកខ្ទឹមខ្ញុំប្រើចំនួន20ក្រាមដែលខ្ញុំបែងចែកផ្នែកចុងស្លឹកទុកម្លែកផ្នែកគល់ខ្ញុំដំវាឲ្យបានទូកមកហើយស្លឹកនៅផ្នែកកណ្ដាលហ្នឹងខ្ញុំហាន់វាជាកង់ប្រវែងប្រហែលជា1ថ្នាំងដៃទុកសម្រាប់ប្រើការផ្សេងគ្នាណាឥឡូវនេះខ្ញុំរៀបចំដាំទឹកដើម្បីស្រុះឆ្អឹងជ្រូកជាមុនសិនដោយខ្ញុំស្រុះវាជាមួយនឹងខ្ញីបន្តិចហើយនឹងស្លឹកខ្ទឹមនៅផ្នែកខាងចុងនឹងបន្តិចខ្ញីហើយនឹងស្លឹកខ្ទឹមនឹងជួយកាត់បន្ថយក្លិនមិនល្អរបស់ឆ្អឹងជ្រូកណាការស្រុះឆ្អឹងជ្រូកនេះគឺខ្ញុំប្រើពេលប្រហែលជា1នាទីឲ្យឆ្អឹងជ្រូកនឹងវាចេញពពុះខ្មៅមកឲ្យអស់មកដើម្បីឲ្យវាអស់ក្លិនណាឆ្អឹងជ្រូកដែលបានស្រុះហើយនេះខ្ញុំស្រង់វាយកមកលាងជាមួយនឹងទឹកត្រជាក់បន្ថែមទៀតដើម្បីឲ្យវាអស់កម្ទេចកំទីហើយសម្រាប់ខ្ញីនិងស្លឹកខ្ទឹមខ្ញុំយកវាចេញអស់ទៅណាតែប៉ុណ្ណឹងឆ្អឹងជ្រូកនឹងវាលែងមានក្លិនទៀតហើយយើងអាចយកវាមកស្លបានណាបន្ទាប់មកទៀតខ្ញុំរៀបចំដាក់ដាំទឹកស្លដោយជាដំបូងខ្ញុំដាក់ដាំទឹកចំនួន1លីត្រកន្លះឲ្យពុះសិនមកនៅពេលដែលទឹកពុះហើយខ្ញុំមានបង់ខ្ញីបន្តិចព្រមជាមួយនឹងគល់ស្លឹកខ្ទឹមចូលរួចហើយខ្ញុំដាក់ឆ្អឹងជ្រូកដែលបានស្រុះចូលស្ងោរជាមួយគ្នាមកសម្រាប់មឹកក្រៀមបង្គាក្រៀមហើយនិងឆៃពៅក៏ខ្ញុំដាក់វាចូលរងាស់ជាមួយគ្នាទាំងអស់តែម្ដងណាឆ្អឹងជ្រូកនេះដោយសារតែខ្ញុំបានស្រុះវាម្សាអញ្ចឹងហើយនៅពេលដែលដាក់រងាស់វាអត់មានចេញពពុះខ្មៅមកទៀតទេពេលដែលទឹកស៊ុបហ្នឹងឡើងពុះល្អហើយខ្ញុំបន្ថយភ្លើងឲ្យតូចដើម្បីដាក់រងាស់ឆ្អឹងជ្រូកនេះឲ្យវាចេញជាតិនិងឲ្យវាបានផុយល្អហើយពេលរងាស់ឆ្អឹងជ្រូកហ្នឹងគឺខ្ញុំចំហមកឆ្នាំងបន្តិចមកដើម្បីកុំឲ្យទឹកស៊ុបហ្នឹងវាឡើងល្អឲ្យវាថ្លាល្អឆ្អឹងជ្រូកហ្នឹងក្រោយពេលដែលបានដាក់រងាស់ប្រហែលជា40នាទីវាផុយមកល្មមណាខ្ញុំចាប់ដើមដំឡើងភ្លើងឲ្យខ្លាំងជាងមុនរួចហើយខ្ញុំដាក់ត្រឡាចហើយនឹងក្រូចចូលបន្តមកទៀតខ្ញុំបន្ថែមគ្រឿងទេសឲ្យត្រូវរសជាតិមកដែលមានដូចជាម្សៅស៊ុបកន្លះស្លាបព្រាបាយអំបិល1/3ស្លាបព្រាបាយស្ករស1ស្លាបព្រាកាហ្វេហើយនិងម្រេចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេការស្លសម្លនេះមានប្រើឆៃពៅដែលវាអាចនឹងមានជាតិប្រៃតិចអញ្ចឹងហើយមុននឹងបង់គ្រឿងទេសចូលបងប្អូនគួរភ្លក់ឲ្យដឹងរសជាតិសិនទៅចាំបងប្អូនដាក់គ្រឿងទេសចូលតាមក្រោយឲ្យវាត្រូវរសជាតិណាហើយសម្លនេះនៅពេលដែលបង់គ្រឿងត្រូវរសជាតិអស់ហើយខ្ញុំស្រង់ខ្ញីហើយនឹងគល់ខ្ទឹមហ្នឹងចេញមកដើម្បីងាយស្រួលញ៉ាំណាមើលទៅថាត្រឡាចហើយនឹងការ៉ុតហ្នឹងឆ្អិនមកល្មមហើយគឺខ្ញុំបិទភ្លើងហើយបន្ទាប់មកទៀតខ្ញុំបង់ស្លឹកខ្ទឹមចូលមកជាការស្រេចតែប៉ុណ្ណឹងសម្លស្ងោរត្រឡាចជាមួយនឹងឆ្អឹងស៊ុបហ្នឹងគឺបានធ្វើរួចរាល់ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយទៀត